ច្រឡំតែសក្រីអីណាមែនទេណាគឺសំទុំស្រូវរបស់យើងនេះឃើញខ្យល់ចេញចូលបានល្អមានពន្លឺព្រះអាទិត្យចូលគ្រប់គ្រាន់ទៅពេលសត្វល្អិតវាដេកញញឹមកងតាក់ខ្លានៅខាងក្រោមមកព្រោះថ្នាំវាអត់ទៅប៉ះវាជំរាបសួរអញ្ចឹងថ្ងៃនេះខ្ញុំមកប្រៀបធៀបតាក់ទងជាមួយនឹងការធ្វើស្រូវសំទុំហើយនឹងយើងព្រោះស្រូវធម្មតាតែហេតុអីបានជាយើងចាំបាច់ត្រូវស្ទង់ហេតុអីចាំបាច់ទៅព្រោះតែម្ដងទៅព្រោះវាស្រួលលឿនឆាប់បានមិនចាំបាច់ញ៉ៃញ៉ៃអស់លុយច្រើនបើយើងស្ទង់យើងត្រូវមកយកស្រូវយើងយកទៅផ្សារហើយយកដកហើយយកមកស្ទង់អញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងនេះគឺជាសំទុំដែលយើងបានស្ទង់យើងមើលទៅសភាពគឺច្រឡំទៅសក្រីអីណាមែនទេណាគឺសំទុំស្រូវរបស់យើងនេះឃើញគេបែកគុំយ៉ាងស្រស់សង្ហាអីទេចេះសទុំឃើញខ្ចីល្វិចតែម្ដងហើយសុខភាពល្អមើលទៅហើយអត់មានស្មៅទេសភាពគឺល្អខ្លាំងអត់មានស្មៅណាដុះលើស្រូវទេដុះផុតស្រូវទេគឺស្រូវល្អខ្លាំងហ្មងជាលវក់ស្រូវនេះគឺស្រូវការរំដួលកលេចមកមើលស្រូវមួយទៀតដែលយើងព្រោះសិនចានេះគឺស្រូវសំទុំយើងមើលទៅគឺស្រែហ្នឹងគឺជាប់គ្នាទេនេះគឺជាស្រូវដែលយើងពង្រោះអញ្ចឹងស្រូវនេះគឺអាយុកាលវាខ្លីទេក្នុងស្រូវ3ខែឬក៏យើងអាចហៅថាប្រភេទជាប្រភេទស្រូវមិនកាន់រដូវអាយុកាលខ្លីអញ្ចឹងនេះស្រូវដែលយើងពង្រោះហើយវាចាប់ផ្ដើមបែកហាបកាយអញ្ចឹងខ្ទង់បែកជាក្នុងអាចយ៉ាងយូរថា3សប្តាហ៍ទៀតហ្នឹងគឺវាអាចប្រមូលផលបានហើយអញ្ចឹងយើងអាចមើលសភាពបាននេះស្រូវពង្រោះអញ្ចឹងវាអត់សូវមានគុំបែកទេយើងអាចមើលបានហើយយើងមើលទៅវាមានស្មៅច្រើនយើងអាចមើលនោះស្មៅហើយស្រូវយើងគឺវាអត់ស្មើទេអាខ្លះខ្ពស់ខ្លះទាបខ្លះអីចឹងណាខ្លះបែកមុនខ្លះបែកក្រោយវាបែកអត់ស្រុះគ្នាទេចាការបែកអត់ស្រុះគ្នាក៏វាអាចទៅតាមមកពីវាអាចមកពីកតាពូជអីស្អាតដែរចឹងណាអញ្ចឹងចឹងយើងអាចប្រៀបធៀបបានរវាងការធ្វើសន្ទុះហើយនឹងការព្រោះគឺតាមតែថាវាលឿនមែនងាយស្រួលមែនវាអាចជួយគ្រាន់តែរៀបចំដីហើយគឺយើងអាចធ្វើការសាបព្រោះដោយងាយស្រួលមិនចាំបាច់ញញ៉ៃច្រើនមិនប្រើពេលយូរហើយក៏កម្មវិធីឡើងពលកម្មដែរក៏ប៉ុន្តែការធ្វើស្រូវពង្រោះគឺយើងប្រើប្រាស់ពូជច្រើនពង្រោះជាមធ្យមអាចប្រើក្នុងមហិត120គីឡូឬក៏អាច150គីឡូជាស្តង់ដាជាបច្ចេកទេសប៉ុន្តែកសិករយើងអាចថាប្រើច្រើនជាងនឹងក៏ខ្លះក៏មានដែរតែខ្លះអាចប្រើដល់មហិត200គីឡូ250គីឡូនៅតំបន់ខ្លះនៅប្រើដល់មហិត300គីឡូហើយយើងត្រឡប់មកស្រូវសន្ទុំវិញស្រូវសន្ទុំគឺយើងជាមធ្យមអាចប្រើពូជត្រឹមតែមហិត60គីឡូទៅ80គីឡូអីទេយើងប្រើពូជតិចអស់តិចអញ្ចឹងយើងកាត់បន្ថយពូជគ្រាន់តែថាយើងត្រូវចំណាយក្នុងការរៀបចំដី2ដងទៅ3ដងនិយាយទៅវាមិនខុសគ្នាទេបើមិនយើងចង់រៀបចំដីឲ្យបានស្អាតការពង្រោះក៏អាចយើងធ្វើដី3ដងដែរក៏ប៉ុន្តែស្ទុំគឺយើងត្រូវតែចាំបាច់ស្រែទឹកទឹកហើយធ្វើដីឲ្យបានស្អាតមិនអញ្ចឹងយើងស្ទុំអត់កើតទេយើងចាក់ចុះហើយយើងត្រូវប្រើកម្លាំងពលកម្មច្រើនគឺជួលគេដកជួលគេស្ទុំអីចឹងទៅបើមិនជាយើងមិនមានកម្លាំងធ្វើខ្លួនឯងចានេះគឺជាការចំណាយនៅលើការស្ទុំក៏ប៉ុន្តែយើងអាចប្រៀបធៀបបានបើសិនជាអ្នកស្ទុំហើយនិងអ្នកដកអ្នកពង្រោះយើងអាចគិតគូរតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំទៅលើការប្រើប្រាស់ថ្នាំស្មៅហើយនឹងការប្រើប្រាស់ថ្នាំជំងឺអីផ្សេងៗព្រោះយើងឃើញហើយនៅពេលដែលយើងស្ទុំគឺស្រូវរបស់យើងគឺវាមានចន្លោះប្រហោងវាអត់ចង្អៀតទេអញ្ចឹងនេះគឺជាកត្តាដែលធ្វើឲ្យស្រូវយើងលូតលាស់ល្អព្រោះអីព្រោះនៅពេលដែលស្រូវយើងទលាយបែបនេះគឺខ្យល់ចេញចូលបានល្អមានពន្លឺព្រះអាទិត្យចូលគ្រប់គ្រាន់អញ្ចឹងគឺវាកាត់បន្ថយសត្វល្អិតអត់សូវមានច្រើនទេទោះបីជាមានកើតក៏យើងងាយស្រួលក្នុងការបាញ់កម្ចាត់ដែរព្រោះវាទលាយបែបនេះយើងបាញ់ទៅគឺវាប៉ះជាមួយនឹងសត្វល្អិតឬសត្វល្អិតវាអាចពួនបានទេក៏ប៉ុន្តែបើសិនជាយើងធ្វើស្រូវពង្រោះព្រោះញឹកគឺពិបាកក្នុងការបាញ់ថ្នាំងាយចូលទេយើងបាញ់បានតែខាងលើហើយប៉ុន្តែដល់ពេលដែលសត្វល្អិតគឺវានៅខាងក្រោមនៅនឹងគល់របស់ស្រូវរបស់យើងចឹងយើងបាញ់បានតែខាងលើទេទៅពេលសត្វល្អិតវាដេកញញឹមកងតាក់ខ្លានៅខាងក្រោមមកព្រោះថ្នាំវាអត់ទៅប៉ះវាផងចឹងណាយើងអាចប្រៀបធៀបបានថាតើមួយណាវាចំណេញជាងតែបើសិនជាសម្រាប់កសិករយើងបច្ចុប្បន្ននេះគឺគាត់ជ្រើសរើសយកការព្រោះហើយព្រោះការព្រោះវាងាយស្រួលលឿនប្រហែលចឹងណាចានេះគ្រាន់តែជាអីដែលយើងបានប្រៀបធៀបរវាងការស្ទុំហើយនឹងការព្រោះរបស់កសិករអញ្ចឹងសម្រាប់ការសម្រេចចិត្តថាធ្វើឬក៏អនុវត្តវិធីសាស្ត្រមួយណាគឺវាអាស្រ័យទៅលើបរិបទរបស់កសិកររៀងខ្លួនក្នុងការសម្រេចចិត្តតាមមួយណាវាមានភាពងាយស្រួលសម្រាប់គាត់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលមើលជួបគ្នានៅវីដេអូក្រោយបាយបាយ